ប៉ុន្តែស្មាចង់ទាញត្រឡប់មកវិញថាប្រសិនបើយើងហៅភ្ញៀវទៅទទួលទានអីហូបនៅក្នុងកម្មវិធីបុណ្យរបស់យើងញាតិញោមតាំងចិត្តថាប្រាប់ភ្ញៀវហ្នឹងគឺប្រាប់គេដើម្បីយើងធ្វើបុណ្យជាមួយគេកុំប្រាប់ដើម្បីចង់បានលុយពីគេណាញាតិញោមណាហ្នឹងហើយបើមិនចឹងទេអ្នកដែលទៅបុណ្យហ្នឹងថាអត់ដាក់ស្រាអីអត់ទៅចង់យើងថាតាំងគេថាអានេះធ្វើបុណ្យរិះដល់ធ្លាប់លឺអីទាំងអស់គ្នាធ្លាប់លឺហ៎ហើយយើងប្រាប់បុណ្យហ្នឹងយើងប្រាប់បុណ្យឲ្យគេមកធ្វើបុណ្យណាប្រាប់បុណ្យឲ្យគេមកដើម្បីយើងធ្វើបុណ្យជាមួយគាត់ណាគាត់មកទៀមទីអីរឿងស្រាចឹងញាតិញោមធ្វើបុណ្យថ្មបាទទូចកបាល់កុំដាក់ស្រាទៅបុណ្យត្រូវបាន100ទៅសល់សាច់សាប់ទៅខាតបុណ្យអស់លីងហ្នឹងចឹងចំណុចមួយដែលយើងទាំងអស់គ្នារៀនបំពេញបុណ្យហ្នឹងឲ្យបានត្រូវបើថ្មដូចវែងឆ្ងាយនេះត្រឡប់មកវិញថាបើ